សម្រាប់ភាពយន្តដែលយកចេញទៅក្រៅខ្ញុំអាចបែងចែកជាពេលខ្លះมันប្រកបថាបច្ចិតធំយកទៅបានទេវាអាស្រ័យទី1ទៅលើសាច់រឿងដែលខ្ញុំនិយាយថាសាច់រឿងដែលយើងគិតថាយកទៅក្រៅបានហ្នឹងគឺយើងដឹងថាអូខេ target audience នៅស្រុកក្រៅយ៉ាងម៉េចអានេះមួយអាហ្នឹងมันប្រកបថាតតែរឿងថ្លៃបានយើងយកចេញបានដូចខ្ញុំនិយាយគឺសាច់រឿងមកមុនសិនថាអូខេតើពួកគាត់រសជាតិហ្នឹងត្រូវពួកគាត់អត់គាត់មើលអត់អូខេបន្ទាប់ពីហ្នឹងទៀតយើងគិតថាអូខេ script ហ្នឹងបានថាអត្ថបទនិពន្ធហ្នឹងទៅបានហើយអញ្ចឹងយើងគិតថាអូខេអញ្ចឹងអត្ថបទនិពន្ធហ្នឹងទៅបានហើយអញ្ចឹងយើងគួរតែបន្ថែមគុណភាពក្នុងការផលិតអូខេបន្ទាប់ពីហ្នឹងទៀតគឺតួលើតួសម្ដែងខ្លួនឯងធម្មតាតួសម្ដែងមួយបានថាម្នាក់គាត់មានកម្រិតសម្ដែងហើយអញ្ចឹងយើងត្រូវចម្រាញ់យ៉ាងហ្នឹងមែនទែនបានថាសរុបមកវិញគឺជាភាពយន្តមួយដែលមានគុណភាពគ្រប់គ្រាន់សម្រាប់នឹងទីផ្សារខ្លួនឯងក៏ឲ្យទីផ្សារនៅស្រុកក្រៅគាត់ទទួលយកដែរអាហ្នឹងបាទយើងអាចនាំយកចេញទៅបាននៅក្នុងពេលនេះភាពយន្តខ្នាតធំរបស់ផលិតកម្ម LD រឿងសាសនាងងឹតកំពុងតែចាក់បញ្ចាំងនៅលើរោងភាពយន្តហើយក៏កំពុងតែទទួលបានការពេញនិយមខ្លាំងផងដែរព្រោះតែភាពយន្តមួយនេះគឺមានគ្រប់រសជាតិជាពិសេសគឺឈុតឆាកលងបន្លាចដែលធ្វើឲ្យអ្នកទស្សនាអង្គុយស្ទើរមិនជាប់នឹងកៅអីព្រោះតែភ័យតក់ស្លុតនឹងឈុតឆាកនីមួយៗក្នុងភាពយន្តមួយនេះហើយភាពយន្តសាសនាងងឹតនេះផងដែរក៏កំពុងតែត្រៀមខ្លួនទៅបង្អួតសម្រស់នៅក្រៅប្រទេសនេះបើតាមការបញ្ជាក់របស់លោកលៀកលីណាផលិតករដ៏មានឥទ្ធិពលក្នុងវិស័យភាពយន្តនិងជាចាងវាងផលិតកម្ម LD ហើយលោកថាភាពយន្តដែលអាចនាំទៅក្រៅប្រទេសបានមិនប្រកាសថាត្រូវតែជាភាពយន្តដែលថ្លៃនោះទេតែយោងតាមចំណុចលេចធ្លោទាំងនេះក្នុងពេលនេះសូមលោកអ្នកទស្សនាកិច្ចសម្ភាសជាមួយលោកលៀកលីណានិងអ្នកវិនិយោគក្នុងភាពយន្តរឿងសាសនាងងឹតអំពីបញ្ហានេះអូខេខ្ញុំសូមឆ្លើយមុនមកចិត្តចុះតែថាយើងធ្វើនេះ event របស់យើងនេះតែតមួយការ support រឿងដែរតែដោយសារទៅលើ concept នៃសាច់រឿងអញ្ចឹង concept នៃសាច់រឿងយើងឃើញចំណងជើងរបស់យើងគឺសាសនាងងឹតអញ្ចឹងនិយាយពីសាសនាមួយនិយាយពីអស័យអគិនេតអីចឹងទៅអញ្ចឹងបើយើងរៀបចេញមករបៀបលក្ខណៈថាជាសាសនាអញ្ចឹងទៅជាអបិយជំនឿមួយផ្សេងមួយបែបទៀតអញ្ចឹងទៅជារឿងត្រីខ្នាតធំដែរតែរឿងនេះការចំណាយតែមិនដែរឲ្យមានគ្រូក្នុងការយកទៅចាប់ចាំនៅខាងក្រៅជ្រើសទៅសម្រាប់បច្ចិកនេះដែរគឺយើងធំយើងអាចនិយាយថាជាបច្ចិកមួយដែល LD ធ្វើសម្រាប់សម្រាំងមិនសម្រាប់តែ local ទេគឺសម្រាប់នាំចេញដូចគ្នាទៅ regional បានថាប្រទេសនៅជុំវិញតំបន់ដូចគ្នាហើយនៅខែ3នេះយើងមាន film mart មួយធំយើងបានយករឿងហ្នឹងទៅដែរហ្នឹងហើយហុងកុង film mart ហ្នឹងហើយយើងបានយករឿងទៅដែរខាង investor យើងវិញថាគាត់មូលហេតុតែបាច់ជាគាត់សម្រេចចិត្តក្នុងការចូលរួមសហការជាមួយការផលិតភាពយន្តនេះដែរបាទសម្រាប់ខាងខ្ញុំវិញពីខាងក្រុមហ៊ុន B Talent ទី1ការដែលយើងធ្វើការវិនិយោគចូលរួមជាមួយខាង LD ផលិតសារភាពយន្តនេះឡើងពាក់ព័ន្ធជាមួយការជឿជាក់ដោយសារតែខ្ញុំបានធ្វើការជាមួយខាង LD យូរហើយប៉ុន្តែពីមុនមកខ្ញុំធ្វើជាមួយគាត់លក្ខណៈខាងរឿងភាគណាហើយនៅពេលនេះដែរគឺខ្ញុំមានឱកាសថ្មីហើយខ្ញុំឃើញឱកាសដែលគាត់បើកការសហការផងដែរដូច្នេះហើយពាក់ព័ន្ធមួយជំនួយទឹកចិត្តហ្នឹងគឺសំខាន់ហើយទី2គឺគុណភាពដែលយើងបានដឹងថា LD គឺជាប្រតិកម្មមួយដែលឈានមុខហើយតែផ្ដល់គុណភាពជាពិសេសនោះគឺផ្ដល់អ្វីដែលថ្មីច្នៃប្រឌិតនិងមានគុណភាពទៅដល់ទស្សនិកជនឬក៏ទីផ្សារស្រុកខ្មែរយើងអញ្ចឹងទាំងអស់នេះជាចំណុចសំខាន់ដែលខ្ញុំត្រូវធ្វើការចាប់ដៃសហការជាមួយខាងបូលីណាឬក៏ប្រតិកម្ម LDដោយសាររឿងនេះរឿងប្លែកដោយសារខ្ញុំបានតាមដាន trailer ឃើញថាជាទូទៅបើសាច់រឿងដែលយើងប្រម៉ូទផ្សេងៗគឺយើងមានតួឯកប្រុសតួឯកស្រីប៉ុន្តែសម្រាប់សាច់រឿងនេះយើងឃើញថាយើងប្រម៉ូទតួឯកស្រីគឺមីណាហើយជាមួយនឹងកូនអាំងចង់ដឹងថាហេតុអីបានជាសាច់រឿងសាសនាហ្នឹងយើងមើលទៅគឺផ្ដោតទៅលើគេថាតួអង្គស្រីហ្នឹងរៀងខ្លាំងជាងតួខាងប្រុសវិញតាមពិតទៅតាក់ទងជាមួយនឹងយុទ្ធសាស្ត្រទីផ្សារបានន័យថាការក្នុងការធ្វើប្រម៉ូទបានថាតួមួយណាក៏យើងប្រម៉ូទដែរគឺយើងមាន poster មាន solo បានថា solo poster និង official poster យើងមានរៀងខ្លួនបានថាពួកគាត់ក៏មាន poster មួយរៀងខ្លួនគាត់ដែរគាត់ថាភាគច្រើនយើងឃើញ pop up ភាគច្រើនតាក់ទងលើជាមួយតួស្រីពីព្រោះគិតថាមីណាក៏ជាខ្ញុំគិតថាជារឿងទី1កូនអានក៏ជារឿងទី1របស់គាត់ដែរអញ្ចឹងគិតថាការលេងរបស់ពួកគាត់គឺគួរចាប់អារម្មណ៍ឲ្យតាក់ទាញមែនទែនហើយសម្រាប់បងសនិតមិនថាគាត់លេងមិនល្អគាត់លេងល្អខ្លាំងគាត់មានបទពិសោធន៍ច្រើនហើយអញ្ចឹងណានេះហើយជាការប្រម៉ូទរបស់យើងហើយម្ដងទៀតគឺយើងធ្វើការប្រម៉ូទគឺប្រម៉ូទស្មើគ្នាទេគ្រាន់តែថាភាគច្រើនប្រហែលជាអាចថាជា digital មិនថាវាមួយណា poster មួយណា rich ជាងយើងអាចឃើញអាហ្នឹងយើងច្រើនជាងបន្តិចហើយភាគច្រើនគឺអញ្ចឹងទេគាត់ថារឿងទី1នេះគឺសម្រាប់ investor ផ្ទាល់តើមានគេហៅថាការសម្រេចចិត្តច្រើននេះជាមួយនឹងការជ្រើសរើសសាច់រឿងឬក៏ជ្រើសរើសតួអង្គសម្រាប់នៅក្នុងការគេហៅថាផលិតភាពយន្តនេះឡើងអូខេពាក់ព័ន្ធជាមួយការ
សម្រិតសម្រាំងជ្រើសរើសយកតួមកផលិតហ្នឹងវាពាក់ព័ន្ធជាមួយនឹងគោលការណ៍ឬក៏ជាគោលតម្លៃរបស់ក្រុមហ៊ុនរបស់ខ្ញុំគឺ B Talent ដោយសារយើងចង់បណ្ដុះបណ្ដាលទេពកោសល្យរបស់សិល្បករយើងបន្ថែមដូច្នេះហើយឲ្យខ្លីឲ្យចំគឺយើងមើលឃើញថាសិល្បកររបស់យើងដែលមានតួឯកស្រីមានមីណានិងកោអានពួកគាត់មកពីគេហៅថាវិស័យតន្ត្រីហើយនិងវិស័យរបាំប៉ុន្តែចេញពីការគោលគំនិតដែលខាងក្រុមហ៊ុន B Talent មើលឃើញនោះគឺគាត់អាចមានទេពកោសល្យលើសពីអ្វីដែលគាត់មាននេះដូច្នេះហើយក៏បានសម្រេចចិត្តថាជ្រើសរើសពួកគាត់យកមកដើរតួនៅក្នុងខ្សែភាពយន្តហើយយើងមានការជឿជាក់ខ្លាំងពីខាងបងលីណាឬក៏ផលិតកម្ម LD ថាគាត់ប្រកាសជាមានគុណភាពមួយបូកផ្សំជាមួយទេពកោសល្យរបស់តួហ្នឹងគឺអាចផ្ដល់ទស្សនីយភាពក៏ដូចជាសាច់រឿងថ្មីទៅកាន់ទីផ្សារខ្មែរក៏ដូចជាអាចបង្ហាញទៅដល់បរទេសផងដែរឃើញថាការលើកឡើងនោះគឺរៀងជឿជាក់ខ្លាំងមែនទែនជាមួយនឹងផលិតកម្ម LD អញ្ចឹងចង់ដឹងថាចំណុចត្រង់ណាចង់ឲ្យបញ្ជាក់ថាដែលធ្វើឲ្យខាង investor នោះជឿជាក់ខ្លាំងបំផុតជាមួយនឹងការផលិតរបស់ផលិតកម្ម LD ខ្ញុំឬមួយក៏ investor ពីខាងខ្ញុំទៅពីខាងខ្ញុំដែលខ្ញុំនិយាយពីមុនហ្នឹងគឺមានជំនឿជឿជាក់ទៅលើផលិតកម្ម LD ដែលសារយើងបានមើលឃើញគាត់គេហៅថាផលិតរឿងជាច្រើនមកថារឿងភាគឬក៏រឿងកណ្ដុំដែរហើយមួយទៀតអ្វីដែលគាត់កំពុងធ្វើនេះគឺវាគេហៅថាធ្លាក់ចំទៅលើគោលតម្លៃនៃក្រុមហ៊ុនរបស់ B Talent ដែលយើងចង់ពង្រីកទេពកោសល្យរបស់សិល្បករសិល្បករនៃខ្មែរយើងបានន័យថាគាត់ជាតារាសម្ដែងសិល្បៈឯងប៉ុន្តែពីខាង B Talent មើលទៅថាគាត់អាចមានទេពកោសល្យលើនឹងអាចជាងហើយឥឡូវនេះយើងឃើញតារាចម្រៀងមីណាឬក៏តារាសុទោសគេថាអ្នករាំរបាំបាទក៏ជាសិល្បៈដែរគាត់អានអញ្ចឹងលើសពីការរាំឬក៏ការថតអីផ្សេងៗហ្នឹងគាត់ក៏មានទេពកោសល្យធំមួយអាចផ្ដល់ទស្សនីយភាពនៅក្នុងខ្សែភាពយន្តដុំដែលយើងកំពុងតែធ្វើនឹងត្រៀមចាក់បញ្ចាំងហ្នឹងអញ្ចឹងគាត់អាចធ្វើបាននេះជាអ្វីដែល B Talent ជឿជាក់ឲ្យមើលឃើញអញ្ចឹងយើងអត់មានភាពការថាតាក់ស្ទើរឬក៏រារែកអីទេគឺយើងកំណត់ធ្វើតែម្ដងដោយសារតែខាង investor គឺដាក់ក្តីរំពឹងហើយនឹងទំនុកចិត្តខ្ពស់មែនតើចំពោះបងអញ្ចឹងណាអញ្ចឹងសម្រាប់ពីបងទៅវិញតើបងមានជំនឿចិត្តដែរអត់ថាសាច់រឿងសាសនាងងឹតនេះអាចគេហៅថាបំបីកំណត់ត្រាឬក៏អាចឆក់យកដួងចិត្តអ្នកទស្សនាពីព្រោះយើងឃើញថាបច្ចុប្បន្នភាពយន្តមានច្រើនប្រភេទមែនតើដែលចាំនៅតាមភាពយន្តអញ្ចឹងអូខេពីខ្ញុំទៅគិតថាមានប្រាំមានសង្ឃឹមប៉ុន្តែក៏ភ័យអដែរពីព្រោះមិនយើងបានបៀលបានថាដល់ទំនុកចិត្តទៅដល់ investor របស់យើងហើយបាទតាំងពីថ្ងៃដំបូងដែលគាត់សម្រេចថាអូខេគាត់នឹង invest នៅលើក្នុងរឿងហ្នឹងអញ្ចឹងបានថាគាត់ជឿជាក់ឲ្យទាំងសាច់រឿងទាំងអីហើយគប់ផ្សំនឹងហ្នឹងបាទថាគាត់ក៏ជាអ្នកនៅក្នុងវិស័យហ្នឹងស្រាប់អញ្ចឹងបានថាគាត់ច្បាស់មុនគាត់សម្រេចចិត្ត invest អញ្ចឹងបានថាពីពួកខ្ញុំទៅនៅតែរំពឹងខ្ពស់ហើយខ្ញុំគិតថាចំណុចពិសេសហ្នឹងខ្ញុំគិតថាវាអាចទៅបានវានឹងបំបីកំណត់ត្រាដែរពីព្រោះខ្ញុំគិតថាតាំងពីដើមឆ្នាំនេះមក LD យើងអាចថាយើងចេញរឿងបាន 2-3 ដែរតែខ្ញុំគិតថាសាសនាងងឹតគឺល្អយើងមានគុណភាពសាច់រឿងគុណភាពតួសម្ដែងបានថាយើងបានសម្រាប់ល្អគឺសម្រាប់ដូចខ្ញុំនិយាយតាំងពីដើមនេះគឺយើងធ្វើនេះគឺសម្រាប់ regional market ដូចគ្នាអញ្ចឹងយើងអាចថាអូខេរឿងមុំយើងអាចសម្រេចចិត្តថាយកចេញបានហើយតោះតែយើងគិតថាពីខ្លួនឯងគិតថាយើងទៅបានយើងសម្រេចថាយកទៅក្រៅសង្ឃឹមថានឹងប្រើពាក្យថាចេះសម្រាប់ទីផ្សារក្នុងស្រុកសង្ឃឹមរួចដើមអត់ទាំង investor ទាំងខាងផលិតករយើងពីពួកខ្ញុំទៅច្បាស់ហើយបំសោតយើងច្រើនដែរបើពេលខ្ញុំទៅវិញអ្វីដែលចង់បានជាបឋមហ្នឹងគឺទស្សនីយភាពថ្មីប្លែកហើយអ្នកមើលគាត់ទទួលបានបើថាគាត់មើលហើយគាត់សប្បាយចិត្តចាហ្នឹងគឺខ្ញុំគិតថាវាចំណេញដែរហើយទី2រឿងប្រាក់ចំណូលហ្នឹងអាស្រ័យទៅលើបងប្អូនជនរួមជាតិឬក៏ fan ដែលគាត់ចូលចិត្តដូចគាត់ខ្លួនគាត់ឲ្យគាត់សប្បាយចិត្តចុះគេខ្ញុំសូមមកសំណួរទៀតគាត់នៅចង់ដឹងថាប្រទេសណាដែលយើងនឹងយកទៅចាក់ចាំតក្រោយពីចាក់ចាំនៅស្រុកខ្មែរហើយមានកម្មវិធីហៅស្របឬកម្មវិធីចាក់ចាំភាពយន្តអីដែលយើងត្រូវយកទៅជាទូទៅយើងមាន distributor របស់យើងហើយបានថាយើងអ្នកចែកចាយមានអ្នកចែកចាយរបស់យើងហើយក៏គាត់ចាប់អារម្មណ៍ដែរគាត់ថាជាទូទៅក្នុងការនាំគាត់ទៅស្រុកក្រៅទៅ regional market តំបន់ទីផ្សារក្នុងតំបន់បានថាយើងមានថៃមានវៀតណាមមានហ្វីលីពីនមានឥណ្ឌូនេស៊ីមានអីចឹងទៅគឺយើងមាន distributor យើងហើយអញ្ចឹងពួកគាត់ចាំជាទូទៅត្រូវតែ release នៅ local សិនអញ្ចឹងណាហ្នឹងហើយជាទូទៅគឺគេ recommend ឲ្យយើង release នៅ local សិនដើម្បីមុនគេយកចេញទៅក្រៅអញ្ចឹងដោយសារតែដូចខ្ញុំនិយាយអញ្ចឹងគឺយើងមាន distributor ស្រាប់ហើយអញ្ចឹងគាត់អាចចែកចាយបានអត់អីទេកម្រិតភាពយន្តប៉ុណ្ណាដែរបងមានភាសាចឹងថាមិនមែនគ្រប់ភាពយន្តរបស់ LD ទាំងអស់យើងសិតតែអាចយកចេញទៅប្រចាំងនៅក្នុងតំបន់ឬក៏ប្រទេសផ្សេងៗទេតើពី LD កម្រិតភាពយន្តកម្រិតណាឬក៏ការចំណាយប្រហាក់ប្រហែលប៉ុណ្ណាដែរទើបយើងអាចបញ្ចេញភាពយន្តរបស់យើងទៅសម្រាប់ភាពយន្តដែលយកចេញទៅក្រៅខ្ញុំអាចបែងចែកជាពេលខ្លះមិនប្រកាសថាបច្ចិតធំយកទៅបានទេវាអាស្រ័យទី1ទៅលើសាច់រឿង
ដែលខ្ញុំនិយាយថាសាច់រឿងដែលយើងគិតថាយកទៅក្រៅបានហ្នឹងគឺយើងដឹងថាអូខេ target audience នៅស្រុកក្រៅអញ្ចឹងយ៉ាងម៉េចអានេះមួយអាហ្នឹងមិនប្រកាសថាតតែរឿងថ្លៃបានយើងយកចេញបានឯដូចខ្ញុំនិយាយគឺសាច់រឿងមកមុនសិនថាអូខេតើពួកគាត់រសជាតិហ្នឹងត្រូវពួកគាត់អត់គាត់មើលអត់អូខេបន្ទាប់ពីហ្នឹងទៀតយើងគិតថាអូខេ script ហ្នឹងបានថាអត្ថបទនិពន្ធហ្នឹងទៅបានហើយអញ្ចឹងយើងគិតថាអូខេអញ្ចឹងអត្ថបទនិពន្ធហ្នឹងទៅបានហើយអញ្ចឹងយើងគួរតែបន្ថែមគុណភាពក្នុងការផលិតអូខេបន្ទាប់ពីហ្នឹងទៀតគឺតួលើតួសម្ដែងខ្លួនឯងធម្មតាតួសម្ដែងមួយបានថាម្នាក់គាត់មានកម្រិតសម្ដែងហើយអញ្ចឹងយើងត្រូវចម្រាញ់ហ្នឹងមែនទែនបានថាសរុបមកវិញគឺជាភាពយន្តមួយដែលមានគុណភាពគ្រប់គ្រាន់សម្រាប់នឹងទីផ្សារខ្លួនឯងក៏ឲ្យទីផ្សារស្រុកក្រៅគាត់ទទួលយកដែរអាហ្នឹងបើយើងអាចនាំយកចេញទៅបាន ចឹងជាចុងក្រោយចង់សួរទៅមកបាត់ជាចុងក្រោយដែរសម្រាប់ investor តើសម្រាប់ខាង Talent ដែរបើសិនជាប្រើពាក្យថាបើសិនជាជោគជ័យឬមិនជោគជ័យតើមាននៅក្នុងគម្រោងនេះមានការបន្តសហការជាមួយនឹង LD ជាបន្តទៀតអត់បាទ 100% គឺយើងមានគម្រោងផលិតបន្ថែមបាទ PB Talent ទៅថ្ងៃខាងមុខអ្វីដែលយើងធ្វើគឺបន្តការសហការជាមួយដៃគូហើយឲ្យខ្លីខ្លឹមចំគឺធ្វើបន្ថែមអរគុណច្រើនអូខេអរគុណ